សូមជម្រាបសួរនាងខ្ញុំឈ្មោះជាលីជាកញ្ញារបស់ថាដែលធ្វើការនៅមន្ទីរពេទ្យមេត្តាកណ្ដាលកម្ពុជានាងខ្ញុំបានធ្វើការនៅទីនេះរយៈពេល73ឆ្នាំហើយថ្ងៃនេះខ្ញុំចង់ណែនាំបងប្អូនទាំងអស់គ្នានៅផ្នែកមួយដែលយើងហៅថានៃជំងឺសម្រាកនៅមន្ទីរពេទ្យសម្រាប់អ្នកជំងឺនៅថ្នាក់នៅមន្ទីរពេទ្យគឺយើងមានពីរផ្នែកគឺផ្នែកអ្នកជំងឺទូទៅហើយនឹងអ្នកជំងឺ palliative care ទីនេះគឺជាបន្ទប់ថែទាំអ្នកជំងឺសម្រន់គឺយើងថែទាំគាត់ឲ្យគាត់បានស្គាល់អំពីព្រះយេស៊ូវសេចក្តីស្រឡាញ់និងការថែទាំដោយយកចិត្តទុកដាក់ពីបុគ្គលិកនៅមន្ទីរពេទ្យមេត្តាករុណានៅប្រទេសកម្ពុជាយើងភាគច្រើនបងប្អូនតែងតែបោះបង់នឹងការថែទាំសម្រន់សម្រាប់ប៉ាម៉ាក់របស់យើងដែលគាត់មានជំងឺជាជីវិតចុងក្រោយប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនថាការដែលយើងថែទាំអ្នកជំងឺជីវិតចុងក្រោយគឺជាព្រះពរគឺជាអនុស្សាវរីយ៍ដែលយើងអាចថែទាំជាមួយគាត់ឲ្យគាត់បានទទួលនៅអ្វីជាក្តីស្រឡាញ់របស់យើងផងដែរខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការមើលវីដេអូនេះផងដែរសូមព្រះអង្គប្រទានពរ